សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Yellow Dark ហើយនៅផងដែរខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាទៅកាន់ document មួយដែលខ្ញុំនឹងធ្វើការតេស្តទៅលើ project របស់ខ្ញុំដែលខ្ញុំជា QA ឥឡូវកុំឲ្យខាត់ពេលយូរយើងនឹងចូលទៅកាន់ document ទាំងអស់គ្នាអញ្ចឹងមុននឹងតេស្តខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាអីទៅជា QA QA គឺពាក្យពេចន៍មកពី Quality Assurance ហើយ QA នេះផងដែរគឺគេប្រើជាផ្នែកមួយដែលគេប្រើសម្រាប់តេស្តទៅលើ project មួយដើម្បីវាដំណើរការ smooth ឬក៏អត់មានភាពរអាក់រអួលធានាថា project មួយហ្នឹងអាចដើរទៅបាន smooth ល្អដោយគ្មានការ error នៅកន្លែងណាមួយអញ្ចឹងក៏ឲ្យខាត់ពេលយូរនឹងខ្ញុំនឹងនាំអ្នកនរគ្នាទៅកាន់document ដែលខ្ញុំបានធ្វើតែម្ដងហើយចំពោះ project ដែល team របស់ខ្ញុំធ្វើហ្នឹងគឺមានឈ្មោះថា Prelang Cafe ហើយខ្ញុំនៅក្នុងក្រុមទី2ដែល website របស់ហ្នឹងរបស់ខ្ញុំបងប្អូនគ្នាហ្នឹងធ្វើទៅលើ web app ហើយខ្ញុំតេស្តទៅលើ menu testing អញ្ចឹងនេះគឺជា document ដែលខ្ញុំនឹង demo ដល់អ្នកគ្នាទី1គឺ test ID កន្លែង test ID ហ្នឹងគឺខ្ញុំធ្វើសម្រាប់សម្គាល់ ID ឬក៏លេខរៀងដែលខ្ញុំនឹងត្រូវតេស្តហើយនេះគឺប៉ោះដែលខ្ញុំត្រូវតេស្តគឺខ្ញុំធ្វើទៅលើ customer ដែលខ្ញុំតេស្តទៅលើ customer ហ្នឹងតកតងជាមួយនឹងការទិញឬក៏ការ login របស់ customer ទៅចូលទៅក្នុងហាងហ្នឹងតែម្ដងអញ្ចឹងទៅវាមានកន្លែង test kit ID ហ្នឹងគឺជាកន្លែងដែលយើងហ្នឹងប្រើសម្រាប់សម្គាល់ថាយើងហ្នឹងតេស្តទៅលើអីគេវា CUS ហ្នឹងបែរថា customer ហើយនេះគឺជាលេខរៀងហើយនេះគឺជា title ដែលខ្ញុំត្រូវតេស្តទៅលើ project របស់ខ្ញុំដែលយើងតេស្តទៅលើអីគឺយើងសរសេរលើហ្នឹងមកថាយើងតេស្តបែបម៉េចឈ្មោះគេហើយអានេះគឺជា test type ខ្ញុំមានជាមួយនឹង smoke test functional test negative test ហើយនិង X test ហើយខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាថាដំបូងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាអីទៅជា smoke test អីទៅជា functional test ហើយកុំឲ្យខាត់ពេលយូរខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាឲ្យដឹងពីអីទៅជា smoke test smoke test គឺយើងតេស្តទៅលើ app របស់យើងនឹងអាច login បានអត់ឬក៏ access ឲ្យ customer នឹងអាចចូលប្រើប្រាស់នៅ app នឹងបានអត់ហើយ functional test ហ្នឹងគឺតេស្តទៅលើsorry អ្នកនរគឺតេស្តទៅលើអីដំណើរការអីមួយដែលដំណើរការនៅក្នុង app របស់យើងមានថា app របស់យើងហ្នឹងដំណើរការទៅបានល្អអត់ហើយអត់មាន error ទាំង CSS ឬក៏ UI ណាមួយអញ្ចឹងណាហើយចំពោះ negative test នេះវិញគឺតេស្តទៅលើ wrong input ដែលដល់ពេលដែលយើងដាក់ input ណាមួយដែលខុសជា password អញ្ចឹងខុសនៅវានឹង alert សារឲ្យយើងអញ្ចឹងទៅហើយចំពោះ X test នេះវិញគឺតេស្តទៅលើ limit system ហើយអញ្ចឹងឥឡូវយើងនឹងណែនាំអ្នកទាំងអស់គ្នាទៅកាន់pre-condition ហ្នឹងមានថាជាប្រភេទបើយើងតេស្តបែបម៉េចហើយយើងតេស្តទៅលើគេតេស្តទៅលើនេះដូចខ្ញុំឧទាហរណ៍មកអ្នកទាំងអស់គ្នាមើលអញ្ចឹងគឺតេស្តទៅលើ QR link regenerate and back end server running អានេះបានទៅអញ្ចឹងអ្នកទាំងអស់គ្នាហើយមួយទៀតគឺ test step ខ្ញុំតេស្តទៅលើ step ឯគេដាក់មកយើងបើសិនជាយើង test ទៅលើ step open browser intern អាហ្នឹងបានថានៅពេលដែលយើង scan QR ហ្នឹងវាអាច access ចូលទៅកាន់menu ផ្ទាល់តែម្ដងហើយអានេះគឺជាប្រភេទ data test គឺបានថាយើងតេស្តទៅលើ data ឯគេ data ហ្នឹង URL យើងដាក់មក value QR URL ហើយអានេះគឺ expect result អីដែលយើងរំពឹងទុកពី project មួយហ្នឹងហើយនៅត្រង់នេះផងដែរគឺ execute result execute result ហ្នឹងបានថាយើងហ្នឹងបានធ្វើអា project ហ្នឹងហើយឬក៏យើងនឹងកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលយើងកំពុងតែ develop project មួយហ្នឹងហើយនេះគឺជា test by នេះទៅដល់ណាគេបើ test ឈ្មោះខ្ញុំចឹងដាក់ឈ្មោះខ្ញុំមកបើ test ដល់ team អ្នកទាំងអស់គ្នាគឺដាក់ឈ្មោះអ្នកទាំងអស់គ្នាមកអញ្ចឹងណាហើយនេះគឺជាថ្ងៃទីដែលយើងត្រូវ test ថ្ងៃទីដែលយើងបាន test ហ
ហើយអានេះគឺជារីសាចុងក្រោយដែលយើងនឹងបានតេស្តចឹងដូចខ្ញុំអញ្ចឹងខ្ញុំនឹង scan ទៅលើ QR អញ្ចឹងវាអត់ success ទៅគឺខ្ញុំដាក់ false ហើយអានេះវិញគឺខ្ញុំតេស្តទៅលើproduct exit in database អញ្ចឹងខ្ញុំបានធ្វើវាហើយជឿខ្ញុំដាក់ pass ហើយចំពោះកន្លែង remark នេះវិញយើងតេស្ត false ហើយយើងចង់ update ទៅលើអីគេយើងដាក់ទៅនឹងមកហើយឥឡូវបន្ទាប់ពីខ្ញុំបាន demo ទៅកាន់document ដែលខ្ញុំទៅតេស្តទៅលើអីហើយឥឡូវខ្ញុំនឹងអ្នកទាំងអស់គ្នាទៅលើតេស្ត bug ជាប្រភេទ bug report ណាអ្នកទាំងអស់គ្នាឥឡូវយើងមក copy យើងទៅទាំងអស់គ្នាទៅអញ្ចឹងនៅចំណុចត្រង់នេះទី1ខ្ញុំដាក់ឈ្មោះ project របស់team របស់ខ្ញុំហើយ team របស់ខ្ញុំដូចខ្ញុំបានប្រាប់ពីមុនអញ្ចឹងគឺព្រៃឡើងកាហ្វេហើយនៅ team ទី2ទៅដែរហើយនេះគឺជា document ដែលខ្ញុំនឹងធ្វើដើម្បីនិយាយទៅ bug ហ្នឹងយើងធ្វើដើម្បីតេស្តទៅលើteam របស់យើងហ្នឹងមានកំហុសអីគេឬក៏ចង់ឲ្យ team របស់យើងហ្នឹង update អីគេបន្ថែមអញ្ចឹងទៅនេះវាមានថាbug ID ហ្នឹងគឺយើងប្រើសម្រាប់ស្រាប់សម្គាល់លេខរៀងអីចឹងទៅហើយអានេះគឺយើង bug description យើង bug description ហ្នឹងបានថាយើងពិពណ៌នាទៅលើកំហុសអីមួយរបស់ team របស់យើងហើយចំពោះអានេះវិញគឺ device team របស់ខ្ញុំធ្វើទៅលើ mobile app ដែលវាមាន2 device ជាមួយនឹង Android ហើយនិង iPhone ហើយអានេះគឺជា step execute វាមាន step 1 step 2អញ្ចឹងទៅហើយអានេះគឺជា expect result អីដែលខ្ញុំរំពឹងទុកហើយនេះគឺជា actual result អីដែលយើងបានធ្វើបានអញ្ចឹងទៅហើយអានេះគឺជា result ដែលខ្ញុំគិតថាវានឹង error ហើយខ្ញុំមកដាក់ screenshot ឲ្យ team របស់ខ្ញុំនឹង develop សារដើមឡើងវិញនៅតាមចំណុចនេះឥឡូវកុំឲ្យខាត់ពេលយូរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ project ដែល team របស់ខ្ញុំនឹងធ្វើទាំងអស់គ្នាអធិស្ឋានបងអ្នកទាំងអស់គ្នាដោយសារតែproject របស់ខ្ញុំហ្នឹងគឺធ្វើអត់ success 100% ទេគឺយើងធ្វើការតេស្តទៅលើតែ customer តែប៉ុណ្ណោះឥឡូវបើខាត់ពេលយូរយើងទៅទាំងអស់គ្នានេះគឺជា project របស់គ្នាខ្ញុំធ្វើហើយឥឡូវយើងនឹងទៅមើល result តែម្ដងyes នេះគឺជា result ដែល team របស់ខ្ញុំនឹងបានធ្វើហើយនៅពេលដែលយើង scan QR login ចូលបានហើយ customer នឹងអាចឃើញនៅ menu ទាំងអស់ដែលមាននៅក្នុងហាងអញ្ចឹងទៅនេះគឺជា all category ទាំងអស់ហើយនៅពេលដែលអ្នកទាំងអស់គ្នា click កាហ្វេវាចេញជាប្រភេទកាហ្វេហើយនិយាយទៅវាមានតាមប្រភេទនៃ category រៀងខ្លួនហើយនេះគឺជាកន្លែង store ទុកនៅ product ដែលយើងបាន order ហើយអញ្ចឹងទៅវាអត់មាននៅក្នុងនេះទេសារយើងតែបានកំងអញ្ចឹងទៅយើងទៅកំងសិនយើងចុច add មកបើយើងប្រកាសថាយើងនឹងយក product ហ្នឹងហើយយើងចុច OK មកតែបើយើងអត់ប្រកាសទេយើងអាច cancel បានចុច OK មកហើយយើង add product ផ្សេងទៀតទៅបែបនេះអូខេឥឡូវយើងចូលទៅមើលកាន់កន្លែងយើង store ទុក product ទាំងអស់គ្នាហើយនេះគឺជាប្រភេទដែលយើងបានកំងមិញហើយបើសិនជាអ្នកទាំងអស់គ្នាចង់ cancel វាអូខេចុច cancel មកវានឹង alert សារថាអ្នកទាំងអស់គ្នាហ្នឹងពិតជាចង់ cancel វាមែនអត់បើសិនជាអ្នកទាំងអស់គ្នាអត់ចង់ទេអ្នកទាំងអស់គ្នាអាចចុច cancel បានហើយនៅត្រង់នេះអ្នកទាំងអស់គ្នាអាចចុចដើម្បី detail ទៅលើតំណែងរបស់អ្នកទាំងអស់គ្នាហ្នឹងបានកំងមុនហ្នឹងចុចមកហើយនេះគឺជាប្រភេទតំណែងដែលអ្នកទាំងអស់គ្នាបានកំងបាញ់មិញហើយនេះគឺជាចំនួនទឹកលុយដែលក្នុងមួយកែវហ្នឹងមាន 3.75 អញ្ចឹងទៅហើយបើអ្នកទាំងអស់គ្នាចង់ដូរប្រភេទទំហំកែវវានឹងដូរទឹកលុយទៅតាមហ្នឹងហើយយកកែវតូចចុះហើយខ្ញុំ add ជាមួយនឹង oat latte sorry oatmeal ហើយនេះគឺជាខ្ញុំ add ផ្សេងទៀត extra shot ហើយផ្សេងទៀតទៅវានឹងបូកលុយតាមនេះអញ្ចឹងអ្នកទាំងអស់គ្នាបាន order ហើយបន្ទាប់ពីយើងបើសិនជាយើងចង់ detail ទៅលើ menu ផ្សេងទៀតយើងឃើញចុចទៅនេះមក yes ហើយបន្ទាប់ពីនេះទាំងអស់គ្នា order ហើយអ្នកទាំងអស់គ្នា sorry បន្ទាប់ពីអ្នកទាំងអស់គ្នា detail ហើយអ្នកទាំងអស់គ្នាអាចចុច save បានហើយនេះគឺជាកន្លែងដែលអ្នកទាំងអស់គ្នាហ្នឹងត្រូវបង់លុយអញ្ចឹងទៅវាមានជាប្រភេទpay ដោយកាតហើយនឹងបង់លុយដោយផ្ទាល់មានន័យថាអ្នកទាំងអស់គ្នាត្រូវ
ដើរទៅបងទៅកន្លែងគិតលុយតែម្ដងហើយឥឡូវខ្ញុំនឹងចូលអ្នកទាំងអស់គ្នាជាមួយនឹងការ scan QR មុននេះគឺជា QR ដែលអ្នកទាំងអស់គ្នាត្រូវ scan ហើយនៅពេលអ្នកទាំងអស់គ្នា scan ហើយចុច back ទៅវានឹងត្រឡប់ទៅកន្លែងរងចាំអញ្ចឹងអ្នកទាំងអស់គ្នាអាចចុច pick up បានហើយវានឹងចេញបែបនេះហើយចុចទៅនឹងទៅវានឹងអាច alert ទៅកន្លែង menu សារដើមវិញអញ្ចឹងខ្ញុំនឹង demo អ្នកទាំងអស់គ្នាមួយទៀតដោយការ scan sorry ដោយការបង់លុយជាទឹកលុយអញ្ចឹងទៅហើយ pick up sorry pick up ហើយវានឹងត្រឡប់ទៅ menu វិញហើយបន្ទាប់ពីអ្នកទាំងអស់គ្នា pay ហើយឥឡូវខ្ញុំនឹង demo អ្នកទាំងអស់គ្នាឲ្យឃើញពីការ pay ដោយដើរទៅបង់តែម្ដងចុច OK មកចូលទៅកាត buy now អ្នកអស់គ្នាក៏អាច buy now ដល់មិនបាច់ចាំ detail ឬក៏ cancel អីក៏បានដែរហើយនេះគឺជាចំនួនដែលអ្នកទាំងអស់គ្នានឹងត្រូវបង់លុយអញ្ចឹងទៅវានឹង show អ្នកទាំងអស់គ្នានៅត្រង់នេះហើយបន្ទាប់ពីអ្នកទាំងអស់គ្នាបង់លុយហើយអ្នកទាំងអស់គ្នាអាចរងចាំជាមួយនឹងកាហ្វេរបស់អ្នកគ្នាបានអញ្ចឹងទៅវានឹង loading ថាកាហ្វេរបស់អ្នកហ្នឹងហើយឬនៅឬក៏ហើយអញ្ចឹងទៅអ្នកទាំងអស់គ្នាអាច pick up នៅត្រង់នេះបានអូខេបន្ទាប់ពីអ្នកទាំងអស់គ្នានឹងទទួលបានកាហ្វេហើយវានឹង alert ពាក្យមួយដែលឲ្យអ្នកទាំងអស់គ្នា enjoy ជាមួយកាហ្វេអញ្ចឹងទៅហើយនេះគឺយើងអាចត្រឡប់ទៅ menu យើងសារដើមវិញដើម្បីកំងម្ដងទៀតក៏បានដែរហើយចំពោះបច្ចេករបស់ខ្ញុំក៏បានដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាជាមួយនឹងការតាមដានទស្សនានៅវីដេអូនេះហើយជូនពរអ្នកទាំងអស់គ្នាសំណាងល្អនិងមានសុខភាពល្អទាំងអស់គ្នាបាយបាយ